ការគ្រប់គ្រងសម្រាមនៅប្រទេសសិង្ហបុរីឬការរៀបចំទុកដាក់សម្រាមឲ្យមានរបៀបរៀបរយនេះគឺជាចំណុចសំខាន់ដែលរៀនគួរដឹងការបោះសម្រាមតូចតាចដូចជាកន្ទុយបារីឬសម្បកស្ករគ្រាប់អាចត្រូវផាកពិន័យចាប់ពី$300សិង្ហបុរីឡើងទៅសម្រាប់ការខុសលើកដំបូងអ្នកដែលបោះសម្រាមឆានដងអាចនឹងត្រូវតម្រូវឲ្យស្លៀកអាវកាក់ពណ៌ភ្លឺហើយដើររើសសម្រាមនៅទីសាធារណៈដើម្បីឲ្យរាំងចាលនៅតាមខុនដូឬផ្ទះជួលរដ្ឋ HDB ទំនើបគេមានរន្ធបោះសម្រាមដែលប្រើប្រព័ន្ធខ្យល់បឺតយកទៅកន្លែងប្រមូលផ្ដុំតែម្ដងមិនបាច់ឲ្យបុគ្គលិកដើររើសតាមជាន់ឡើយដើម្បីជួយបរិស្ថានគេបែងចែកសម្រាមជាពីរប្រភេទធំគឺសម្រាមប្រើប្រាស់ឡើងវិញបាន Blue Bin ដាក់ក្នុងធុងពណ៌ខៀវរួមមានក្រដាសជ័រកែវនិងលោហៈកំប៉ុងបញ្ជាក់របស់ទាំងនេះត្រូវតែស្អាតមិនមានជាប់សំណល់អាហារឡើយសម្រាមទូទៅគឺសម្រាមដែលមិនអាចយកទៅកែច្នៃបានសម្រាមចង្អុលត្រូវបានយកទៅដុតក្នុងរោងចក្រក្នុងដើម្បីយកកម្ដៅមកបង្កើតជាអគ្គិសនីឯចំណែកផាកដែលនៅសល់ពីការដុតគេយកទៅចាក់បំពេញនៅកោះសេដ្ឋមិត្តមួយឈ្មោះថាសេម៉ាខៅដែលជាកន្លែងចាក់សម្រាមដែលស្អាតនិងមិនមានក្លិនស្អុយប៉ះពាល់បរិស្ថានឡើយតើអ្នកគួររៀបចំខ្លួនដូចម្ដេចពេលទៅដល់ទីនោះកុំខ្ជិលរកធុងសម្រាមបើរកមិនទាន់ឃើញទេគួរកាន់វានៅក្នុងដៃឬដាក់ក្នុងកាបូបសិន